ជំរាបសួរសុខស្ដីអ្នកនាងខ្ញុំបាទឈ្មោះជាចន្ទ្រាជានិស្សិតឆ្នាំទី4នៃមហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មដោយសិក្សានៅក្នុងដេប៉ាតឺម៉ង់សហវកម្មខ្ញុំបាទកំពុងតែសិក្សានិងពិសោធន៍ទៅលើឥទ្ធិពលនៃកម្រិតផូស្វ័រខុសៗគ្នាទៅលើការលូតលាស់និងទិន្នផលរបស់កាកបាទដោយនៅក្នុងប្រទេសកម្ពុជាយើងមានភាពពេញនិយមក្នុងការប្រើប្រាស់កាកបាទច្រើននៅក្នុងកម្មវិធីផ្សេងៗប៉ុន្តែមិនសូវមានការដាំដុះនោះទេដែលជាហេតុនាំឲ្យមានការនាំចូលកាកបាទពីប្រទេសជិតខាងយ៉ាងច្រើនជារៀងរាល់ឆ្នាំហើយតម្លៃវិញក៏ខ្ពស់ទៅតាមនោះដែរម្យ៉ាងវិញទៀតការសិក្សាទៅនឹងការប្រើប្រាស់ជីទៅលើដំណាំកាកបាទគឺមានភាពតិចតួចនៅឡើយនៅក្នុងប្រទេសកម្ពុជាយើងជាមួយគ្នានេះខ្ញុំបាទក៏ចង់សិក្សាស្វែងយល់ពីការប្រើប្រាស់ជីឲ្យបានសមស្របទៅលើដំណាំផ្កាកលាបឲ្យមានទិន្នផលល្អបង្កើនការដាំដុះនិងបង្កើនទិន្នផលផ្កានៅក្នុងស្រុកឲ្យបានច្រើនសម្រាប់គ្រប់គ្រងទីផ្សារក្នុងស្រុកផងដែរបន្ទាប់ពីបញ្ចប់សារណាបត្រខ្ញុំសង្ឃឹមថានឹងអាចជួយកំណត់នៅកម្រិតផូស្វ័រដែលសមស្របសម្រាប់ដំណាំផ្កាកលាបនិងប្រើប្រាស់កម្រិតផូស្វ័រឲ្យបានត្រឹមត្រូវ